ដីបារមីច្បងច្បាស់លោកកាយបារមីច្បងច្បាស់នៅមានរិទ្ធដេជះមេតបមើលឯកមេតបណាយមើលឯកទីក្រុងកំពង់គំជាកិច្ចចាប់ផ្ដើមមានយ៉ាងតូចជារហ័សទៅខាងខាងនេះတော့ព្រៃក្រសួងឧស្សាហកម្មជាសាស្ត្រអាចារ្យជានឹងរៀនរដ្ឋនិងជាប្រធានគណៈកម្មាធិការសម្រាប់លោកសាស្ត្របាលខេត្តកណ្ដាលជាគណៈបតីជាទីគោរពគោរពគុំជាតិនៃប្រជាណាចក្រកម្ពុជាគោរពស្រីសួស្រីយើងយកព្រះអង្គសូមយកของលោកព្រះបាទរមីនៃព្រះរតីគុំសក្ការៈសក្ការសាមោរំដងដែលខ្មែរបុរាណកើតកាសូមមេត្តាសម្រុំគោរពវិញ្ញាណខណ្ឌវិរៈយុវជនដែលបានពលិអភិបាលនៃគណៈបាលខេត្តកណ្ដាលទីគោរពលោកអាដាមលោកពីលលោកញ៉ាលោកសុត្រីនេះកញ្ញាជាទីរាប់អានថ្ងៃនេះក្នុងនាមសមាជិកគណៈកម្មការសម្របសម្រួលការវិវត្តសេដ្ឋកិច្ចក្រៅប្រព័ន្ធអ្នកដឹកនាំក្រុមប្រឹក្សាពិបាលគណៈកម្មការនិងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្ដាលដែលជាសហភាពជំនាញគ្រូកម្មករនយោជិតនិងបុគ្គលฝ่ายនយោបាយនិងក្នុងសពសូមសម្ដែងនៅការគោរពនិងជារវកិច្ចប្រកបទៅដោយមនុស្សវិចេតនារំភើបយ៉ាងខ្លីលេចំពោះវត្តមានដ៏ពុះពោះរបស់អាដាមខេមរទីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាប្រធានគណៈកម្មការសម្របសម្រួលការវត្តសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងវត្តមានអាដាមនោះសុខប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនិងអាដាមខុនសេរីរដ្ឋាអភិបាលរងនៃគណៈបាលខេត្តកណ្ដាលនិងជាតំណាងរបស់ពួកអាដាមពុទ្ធចម្រើនអភិបាលនៃគណៈបាលខេត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីរបស់ពួកក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមបណ្ដាឌីជីថលចុះឈ្មោះនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធដ៏មានសារៈសំខាន់នាពេលនេះវត្តមានរបស់អាដាមរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សានិងអាដាមបានរងក្នុងវិធីនេះជាសក្ខីភាពបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់និងការផ្សារភ្ជាប់មនុស្សវិចេតនាដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្តជាមួយសហគ្រាសធុនមីក្រូកម្មករនយោជិតនិងបុគ្គលស្វ័យនយោបាយដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាដាមរដ្ឋមន្ត្រីអាដាមប្រធានក្រុមប្រឹក្សានិងអាដាមបានរងនីតិគោរពដល់ពុកអង្គវិធីទាំងមូលនីតិមិត្តរីបន្ថែមនៅក្នុងឱកាសដ៏ប្រសើរផ្លេចផ្លាតនេះខ្ញុំបានសូមគោរពអនុញ្ញាតនៃការជូនអាដាមរដ្ឋមន្ត្រីអាដាមប្រធានក្រុមប្រឹក្សានិងអាដាមបានរងនឹងអង្គវិធីទាំងមូលវិសាជាអំពីអង្គការចាត់តាំងនិងសកម្មភាពសំខាន់របស់សេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្ដាលបានដឹកនាំត្រាំដងសមាជិកសមាជិកាចូលរួមពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការនៅយុទ្ធសាស្ត្រជាតិដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028ក្រោមអធិបតីភាពដ៏ពងពោះសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកាលពីថ្ងៃទី10 តុលា 2023បានដឹកនាំត្រាំដងសមាជិកសមាជិកាចូលរួមពិធីសម្ដែងសម្ដាលការសម្របសម្រួលសេដ្ឋកិច្ចក្រៅប្រព័ន្ធរៀបចំក្រុមការងារស្ម័គ្រចិត្តសម្រាប់សម្របសម្រួលការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកណ្ដាលដែលមានជនបង្គោលប្រមាណចំនួន2500នាក់សម្រាប់ខេត្តនៅក្នុងការសម្របសម្រួលและចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តដើម្បីជាកម្លាំងជំរុញយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដល់គ្រប់មូលដ្ឋាននៃខេត្តកណ្ដាលជាទីបញ្ចប់ក្នុងនាមសមាជិកគណៈកម្មការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងថ្នាក់ដឹកនាំនិងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្ដាលនិងខ្លួននាមខ្ញុំតបសូមគោរពជូនពរអាដាមរដ្ឋមន្ត្រីអាដាមលោកជំទាវអាដាមប្រធានក្រុមប្រឹក្សាអាដាមអាបារងព្រមទាំងគណៈធិបតីអាដាមលោកជំទាវលោកញ៉ាអលោកលោកស្រីទាំងអស់ជួបតែនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតទៀតឡើយសូមអរគុណអាដាមចំពោះអត្ថសម្រាប់ការសរគប់ប្រកបដោយអត្ថន័យ
រឿងរ៉ាវរបស់លោកអ្នកគឺជាចក្ខុវិស័យរបស់យើងខ្ញុំ